នៅក្នុងភូមិដ៏តូចមួយដែលមានក្មេងស្រីដ៏កំសត់ម្នាក់រស់នៅក្នុងភូមិនោះក្មេងស្រីដ៏កំសត់នេះគឺនាងមានឈ្មោះថារតនាសោផាន់ហើយនាងមានអាយុត្រឹមតែ12ឆ្នាំតែប៉ុណ្ណោះនាងរស់នៅជាមួយនឹងយាយរបស់នាងដែលគាត់មានជំងឺប្រចាំកាយជាទម្ងន់ហើយនាងនិងយាយរបស់នាងរស់នៅក្នុងខ្ទមតូចដែលសង់ពីឫស្សីនិងស្លឹកត្នោតជាដើមរីឯឪពុកម្ដាយរបស់នាងពួកគាត់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍តាំងតែពីនាងនៅតូចនៅឡើយបន្ទាប់អំពីឪពុកម្ដាយរបស់នាងបានស្លាប់បាត់បង់ជីវិតអស់ទៅជីវិតរបស់នាងក៏ធ្លាក់ដុនដាលយ៉ាងខ្លាំងនៅក្នុងពេលព្រឹកជារៀងរាល់ថ្ងៃមុនពេលដែលព្រះអាទិត្យរះរតនាសោផាន់នាងត្រូវភ្ញាក់ពីដំណេកដើម្បីទៅយកទឹកពីបឹងឆ្ងាយពីផ្ទះរបស់នាងប្រហែលជា3គីឡូម៉ែត្រដៃតូចៗរបស់នាងចាប់ធុងទឹកធំដោយអះអាងថាយាយនៅឈឺខ្ញុំត្រូវធ្វើវាឲ្យបានដោយសារតែនាងគិតដល់រឿងនេះហើយទៅធ្វើឲ្យនាងនឹងឯងប្រឹងប្រែងដោយមិនខ្លាចនេះហត់នៅពេលដែលនាងដងទឹកដាក់ពេញពាងហើយធ្វើឲ្យស្មារបស់នាងនឹងឯងមានការឈឺចាប់យ៉ាងខ្លាំងក៏ប៉ុន្តែនាងមិនដែលរអ៊ូរំទាំម្ដងណានោះឡើយក្រោយពីធ្វើការនោះហើយនាងត្រូវទៅរកអស់និងបន្លែផ្លែឈើនៅក្នុងព្រៃដើម្បីយកមកចម្អិនធ្វើជាម្ហូបនៅក្នុងថ្ងៃខ្លះនាងត្រូវចំណាយពេលរាប់ម៉ោងដើម្បីរកអស់តែបានតិចតួចតែប៉ុណ្ណោះនាងចងចាំនៅថ្ងៃដែលភ្លៀងធ្លាក់ខ្លាំងគឺនាងរត់តាមផ្លូវភក់ដួលមុខដួលក្រោយក៏ប៉ុន្តែនាងនៅតែកាន់អុសដែលនាងប្រមូលបានដោយលំបាកនឹងមិនឲ្យបាត់បង់មួយនោះទេនៅក្នុងថ្ងៃមួយយាយរបស់នាងមានការឈឺយ៉ាងខ្លាំងគឺត្រូវការនៅថ្នាំជាបន្តរតនាសោផាន់នៅក្នុងពេលនោះនាងក៏បានសម្រេចចិត្តទៅធ្វើការនៅរោងចក្រកិនថ្មដែលស្ថិតនៅឆ្ងាយពីភូមិរបស់នាងកន្លែងធ្វើការនោះគួរឲ្យខ្លាចដែលមានធូលីថ្មពុះពាខ្លាំងហើយការងារក៏ធ្ងន់ធ្ងរផងដែរនាងត្រូវដាប់ថ្មដោយប្រើញញួរធំដៃតូចរបស់នាងហើមក្រហមហើយនៅក្នុងពេលខ្លះទៀតក៏មានរបួសរហូតដល់សីតុណ្ហភាពនៅក្នុងរោងចក្រនឹងឯងក៏ក្តៅខ្លាំងផងដែរប៉ុន្តែនាងនៅតែប្រឹងប្រែងព្រោះនាងដឹងថាប្រាក់ឈ្នួលដ៏តិចតួចនេះអាចជួយយាយរបស់នាងឲ្យបានជាសះស្បើយបាននៅក្នុងពេលយប់ក្រោយពីធ្វើការមកហត់នឿយរតនាសោផាន់នៅតែមានចិត្តចង់រៀននាងប្រើប្រាស់ឈ្នួលដែលខំប្រឹងរកបានដោយលំបាកនោះដើម្បីទិញសៀវភៅមួយក្បាលហើយរៀនដោយខ្លួនឯងក្រោមពន្លឺចង្កៀងនាងសបិនថាថ្ងៃមួយនាងនឹងបានរៀនឲ្យបានខ្ពង់ខ្ពស់ដូចជាគេហើយនាងនឹងធ្វើជាគ្រូពេទ្យដើម្បីព្យាបាលអ្នកដែលឈឺដូចជាយាយរបស់នាងមានថ្ងៃមួយនៅពេលដែលរតនាសោផាន់កំពុងធ្វើការនៅរោងចក្រនៅក្នុងពេលនោះក៏មានអ្នកសាងសង់ផ្លូវម្នាក់បានឃើញនាងកំពុងអានសៀវភៅនៅក្នុងពេលដែលឈប់សម្រាកពីការងារខណៈពេលនោះលោកក៏មាននៅការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅការខិតខំប្រឹងប្រែងរបស់នាងលោកក៏បានសម្រេចចិត្តជួយឧបត្ថម្ភនៅការសិក្សារបស់នាងលោកក៏បានតាក់ទងឲ្យនាងនឹងឯងបានទៅរៀននៅសាលាល្អហើយបានជួយចំណាយថ្លៃសិក្សាឲ្យនាងផងដែរដោយសារតែឱកាសនេះហើយដោយសារតែការខិតខំប្រឹងប្រែងរបស់ខ្លួនរតនាសោផាន់ក៏បានទទួលសិទ្ធិឲ្យទៅរៀននៅវិទ្យាល័យបឋមសិក្សានៅក្នុងទីក្រុងទោះបីជានាងត្រូវធ្វើការរកលុយផ្ទាល់ខ្លួនដើម្បីចំណាយនៅក្នុងជីវិតក៏ដោយក៏នាងនៅតែរក្សាបាននូវភាពជាសិស្សល្អនិងមានពិន្ទុខ្ពស់ជាងគេជានិច្ចបច្ចុប្បន្នរតនាសោផាន់កំពុងរៀនថ្នាក់វិជ្ជាបណ្ឌិតដោយមានយាយរស់នៅដើម្បីមើលឃើញសុបិនក្មេងស្រីដ៏កំសត់កំពុងតែคล้ายជាការពិតរឿងរបស់នាងបង្ហាញថាទោះបីជាជីវិតលំបាកក៏ដោយក៏ការខិតខំប្រឹងប្រែងនិងការមិនចាញ់នៅស្ថានភាពអាចនាំមកនូវភាពជោគជ័យបាន